អ៊ីរ៉ង់ជាមួយនឹងប្រទេសអ៊ីស្រាអែលយើងមកមើលការវិវត្តប្រចាំថ្ងៃទី6ខែមីនាឆ្នាំ2026នេះតទៅទៀតយើងដឹងហើយថាថ្ងៃដំបូងអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមវាយប្រហារតាមរយៈអាកាសបាទគឺបានផ្ដាច់យកអាយុជីវិតនៃមេដឹកនាំរបបទីក្រុងតេហេរ៉ង់ដែលកាន់អំណាចផ្ដាច់ការរយៈពេលជិត40ឆ្នាំគឺលោកអាយ៉ាតូឡាអាលីខាមេនីហើយការសម្លាប់លោកអាយ៉ាតូឡាអាលីខាមេនីនេះដោយអ្វីដែលខ្ញុំបានព្យាករណ៍ជូនលោកអ្នកផងដែរគឺមានហេតុផលចំនួន3ចំណុចដែលអាមេរិកឬក៏អ៊ីស្រាអែលនៅតែអាចបាទគឺសម្លាប់មេដឹកនាំនៃប្រទេសនេះបានគឺហេតុផលចំនួន3ចំណុចដោយខ្ញុំបានលើកឡើងកាលពីវីដេអូមុននោះទី1នោះគឺបច្ចេកវិទ្យាដ៏ទំនើបរបស់អាមេរិកបាទទី2ទាក់ទងជាមួយនឹងចារកម្ម CIA ដ៏ជំនាញហើយទី3នោះគឺបាទអំណាចផ្ដាច់ការរបស់លោកអាយ៉ាតូឡាអាលីខាមេនីដែលបានធ្វើបាបប្រជាជនរបស់លោកគឺជាអ្នកសម្លាប់លោកដោយខ្លួនឯងហេតុផល3នេះត្រូវបានសារព័ត៌មានធំជាច្រើនបានលើកយកមកផ្សាយដោយអ្វីដែលខ្ញុំបានព្យាករណ៍ពិតប្រាកដមែនបាទប្រិមត្តយើងដឹងហើយថាអាមេរិកនិងអ៊ីស្រាអែលគឺជាប្រទេសមួយដែលតែងតែមានសមត្ថភាពខ្ពស់ក្នុងការបង្កើតបច្ចេកវិទ្យាជឿនលឿនបាទឈានមុខគេមួយជាពិសេសទាក់ទងទៅនឹងសភាវុធយុទ្ធោបករណ៍បាទឬក៏សង្គ្រាមបច្ចេកវិទ្យានឹងតែម្ដងបាទអ៊ីស្រាអែលជំនាញខាង hack បាទជំនាញខាងអីអញ្ចឹងទៅហើយការរកឃើញចុងក្រោយក៏មានការ hack ទៅកាមេរ៉ាសុវត្ថិភាពជាច្រើននៅក្នុងទីក្រុងតេហេរ៉ង់ដែលរបបនៃប្រទេសអ៊ីស្រាអែលបាន hack ចូលនិងតាមដានសកម្មភាពរបស់មេដឹកនាំនៃប្រទេសអ៊ីរ៉ង់កន្លងមកយើងដឹងហើយថាមានសម្លាប់មេទ័ពសំខាន់ជាច្រើនយើងលើកយកតែលោកកាសេមសូឡៃមានីដែលបានសម្លាប់ដោយអាមេរិកកាលពេលប្រហែលឆ្នាំថ្មីចុងក្រោយនេះគឺតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុតទៅលើសកម្មភាពរបស់លោកទៅលើរថយន្តដែលលោកជិះទីតាំងដែលលោកតែងតែទៅគឺអ៊ីស្រាអែលបានហែកចូលទៅកាន់បណ្ដាកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅទីតាំងសាធារណៈជាច្រើននៅក្នុងទីក្រុងតេហេរ៉ង់រួមទាំងនៅលើដងផ្លូវឬក៏នៅទីតាំងសំខាន់ដែលមេដឹកនាំសំខាន់ទាំងអស់នោះតែងតែទៅជានិច្ចហើយការសម្លាប់លោកមីនីចុងក្រោយនេះក៏ធ្វើទៅតាមការរយៈហេតុកាមេរ៉ាសុវត្ថិភាពផងដែរដោយអាមេរិកនិងអ៊ីស្រាអែលដឹងយ៉ាងច្បាស់ថាលោកសូឡៃមានីនេះបាទសំទោសគឺលោកខាមេនីនេះបានទៅទីតាំងប្រជុំដ៏សំខាន់នៅព្រឹកថ្ងៃទី28បាទខែកុម្ភៈឆ្នាំ2026ដែលក្នុងនោះមានការប្រជុំនៅគណៈរដ្ឋមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងអគារមួយបាទនៃការិយាល័យរបស់លោកនៅក្នុងទីក្រុងតេហេរ៉ង់ដំបូងថាធ្វើសកម្មភាពនៅពេលយប់ទេប៉ុន្តែនៅពេលដែលការស៊ើបការប្រព័ន្ធរាយការណ៍មកច្បាស់លាស់គឺអាមេរិកនិងអ៊ីស្រាអែលបានសម្រេចធ្វើបេសកកម្មគឺនៅម៉ោង 6:00 នាទីថ្ងៃទី28បាទខែកុម្ភៈកន្លងទៅនោះឯងបាទហើយយើងដឹងហើយថាថ្ងៃដំបូងនោះក៏បានផ្ដាច់យកមេទ័ពសំខាន់មេដឹកនាំសំខាន់របស់របបទីក្រុងតេហេរ៉ង់ប្រមាណជា40នាក់នៅក្នុងថ្ងៃនោះផងដែរបាទអញ្ចឹងដូច្នេះសង្គ្រាមនេះជឿជាក់ថាអាមេរិកបានប្រកាសដោយលោកដូណាល់ត្រាំហើយថានឹងបោសសម្អាតបាទគេថាមេដឹកនាំទាំងអស់តែម្ដងរបបទីក្រុងតេហេរ៉ង់គឺនឹងធ្វើការវាយប្រហារលើកនេះគឺលក្ខណៈអាចនឹងយូរគួរសមផងដែរមើលទៅប្រិមិត្តហើយជាបន្តបន្ទាប់នៅពេលនេះគឺរបបទីក្រុងតេហេរ៉ង់បានឆ្លើយតបទៅនឹងការបាញ់គ្រាប់មីស៊ីលផ្លោងទៅកាន់បណ្ដាមូលដ្ឋានទ័ពនានារបស់អាមេរិកដែលមាននៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់មជ្ឈមបូព៌ាប្រមាណជាង10ប្រទេសរួចរាល់ហើយដែរបាទក្នុងនោះក៏មានបណ្ដាប្រទេសនៅអារ៉ាប់រួមអាកាសយានដ្ឋានខ្លះក៏រងការវាយប្រហារមនុស្សក៏មានការស្លន់ស្លោមួយចំនួនផងដែរបាទហើយចូលដល់ថ្ងៃទី2បាទខ្ញុំបាទរំលឹកខ្លះដើម្បីប្រមិត្តតាមដាននៅសាវតាក៏មានការចូលរួមពីមហាអំណាចនៅតំបន់អឺរ៉ុបមានដូចជាអង់គ្លេសបាទអាល្លឺម៉ង់ហើយនិងបារាំងផងដែរដើម្បីនឹងគ្រប់គ្រងសហរដ្ឋអាមេរិកក្នុងការបាទគេថាធ្វើសង្គ្រាមដើម្បីនឹងទប់ស្កាត់បានន័យថាមហិច្ឆតារបស់របបលោកខាមីនីដែលគឺជាប្រទេសមួយសម្បូរទៅដោយភោគទ្រព្យប្រេងយ៉ាងមហាសាលប៉ុន្តែមិនបានយកបានន័យថាភោគទ្រព្យប្រេងនេះទៅបាទគេថា
ចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួនគោរពសិទ្ធិប្រជាពលរដ្ឋរបស់ខ្លួនទេប្រជាជនដោយច្រើននៃរបបទីក្រុងតេរ៉ង់ប្រមាណជាង30ឆ្នាំកន្លងទៅនេះបាទគេថាមានបញ្ហាច្រើនទៅលើការគោរពសិទ្ធិមនុស្សបាទបញ្ហាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបាទយ៉ាងរ៉ាំរ៉ៃហើយអ្វីដែលសំខាន់គឺលោកខេមនីផ្ទាល់ដែលជាអ្នកតំណាងឲ្យសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតបានយកគម្ពីរកូរ៉ានដែលលោកបានចងក្រងនោះទៅដាក់គំនាបទៅលើប្រជាជនរបស់ខ្លួនឲ្យអនុវត្តយ៉ាងខ្លាំងជាទីបំផុតបើសិនជាប្រជាជននោះមិនអនុវត្តនឹងរងការពិន័យជាមួយនឹងច្បាប់សាសនានេះដល់តឹងរឹងទៀតផងកន្លងទៅក៏មានការសម្លាប់បាទស្ត្រីភេទនៅឯប្រទេសអ៊ីរ៉ង់ផងដែរនៅពេលដែលស្ត្រីភេទទាំងអស់នោះគឺមិនបានប្រតិបត្តិការស្លៀកពាក់ឲ្យត្រឹមត្រូវជាពិសេសសក់ហ្នឹងគឺចេញមកជាជនអ៊ីស្លាមគឺបិទសក់ហ្នឹងគឺមិនឲ្យឃើញទេស្ត្រីតែរបបលោកខេមនីនេះបានដាក់ទោសយ៉ាងខ្លាំងហើយក្នុងឆ្នាំកន្លងទៅក៏ដើមឆ្នាំនេះផងដែរក៏មានការសម្លាប់រង្គាលជាច្រើនរយរហូតដល់ពាន់នាក់សំទោសដល់10000នាក់ផងដែរទូរលេខគឺមិនក្រោម30000នាក់នោះទេនេះគឺជាដំណើរដើមទងនៃសង្គ្រាមដែលបានផ្ទុះឡើងធ្វើឲ្យមហាអំណាចធំទោះបីជាមានការថ្កោលទោសឬក៏បញ្ជាក់ថាអាមេរិកធ្វើខុសក៏ដោយជារួមរូបភាពធំមហាអំណាចបាទគឺនៅតំបន់អឺរ៉ុបក៏នៅតែនៅគ្រប់គ្រងអាមេរិកដដែលពីព្រោះថាមានការវិភាគពីអ្នកសារព័ត៌មានឬក៏អ្នកដែលគាត់ធ្វើការអធិប្បាយជុំវិញព្រឹត្តិការណ៍អន្តរជាតិជាច្រើនអ្នកខ្លះក៏នៅតែមិននៅនិន្នាការគ្រប់គ្រងអ៊ីរ៉ង់ដដែលធ្វើត្បិតតែរបបទីក្រុងតេរ៉ង់យើងដឹងហើយថាគឺជារបបមួយដែលផ្ដាច់ការដែលមិនគោរពសិទ្ធិមនុស្សហើយមេដឹកនាំគឺមានទ្រព្យសម្បត្តិមហាសាលប៉ុន្តែប្រជាជននិងសេដ្ឋកិច្ចប្រទេសនៅក្នុងវិបត្តិក្រីក្រទៅវិញចំណែកសពាវុធដ៏ច្រើនមីស៊ីលរយៈចម្ងាយជិតចម្ងាយមធ្យមត្រូវបានរបបលោកខេមនីនេះបានអភិវឌ្ឍច្រើនឆ្នាំកន្លងមកនេះនៅទីតាំងរាប់ពាន់ទីតាំងនៅក្នុងប្រទេសអ៊ីរ៉ង់ហើយក៏មានការវិវត្តមហិច្ឆតានេះគឺផលិតគ្រាប់បាទនុយក្លេអ៊ែរដែលគំរាមពិភពលោកផងដែរដែលអាមេរិកហាមដាច់ខាតមិនអនុញ្ញាតឲ្យប្រទេសអ៊ីរ៉ង់គឺធ្វើរឿងនេះបានជាដាច់ខាតប៉ុន្តែកិច្ចចរចាក៏បានកើតឡើងជាបន្តបន្ទាប់នៅពេលដែលមន្ត្រីអ៊ីរ៉ង់និងអាមេរិកទោះបីជាមានការជជែកវែកញែកក៏ដោយប៉ុន្តែมันមានចំណុចរួមគ្នាទាល់តែសោះបាទហើយការចំណាយភូកទ្របពីព្រៃនេះទៅប្រយុទ្ធសំទោសទៅអភិវឌ្ឍអាវុធជាច្រើននេះលោកខេមនីបានប្រាប់ប្រជាជនលោកដែលកំពុងតែជួបវិបត្តិក្រីក្រថាការពារសន្តិភាពទៅវិញយ៉ាងណាក៏ដោយបាទក្រោយសង្គ្រាមលោកលើកទី2បានបញ្ចប់ទៅឃើញថារយៈពេល75ឆ្នាំបាទគេថារយាលបន្តិចនៅពេលដែលអង្គការសហប្រជាជាតិមិនមានអធិបុលច្រើនដូចថ្មីទើបនឹងបង្កើតឡើងនោះទេយើងដឹងថាដំណើរដើមទងវិបត្តិផ្ដើមចេញពីកូវីដបន្ទាប់មកបាទរុស្ស៊ីក៏ចាប់ដើមវាយអ៊ុយក្រែនធ្វើឲ្យសេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះដល់ទៅ5-6ឆ្នាំជាប់គ្នាអញ្ចឹងសម្រាប់ធ្នាប់ពិភពលោកដែលធ្លាប់តែគោរពច្បាប់អន្តរជាតិបាទគឺគោរពសិទ្ធិមនុស្សហាក់ដូចជាមេដឹកនាំដែលក្រាញអំណាចមេដឹកនាំដែលពោពេញទៅដោយការលោភលន់ស្រឡាញ់ទ្រព្យសម្បត្តិនោះហាក់ដូចជាទុកប្រជាជនរបស់ខ្លួនគឺជាខែលហើយបង្កើតច្បាប់បង្កើតសាសនាដើម្បីនឹងគ្រប់គ្រងពួកគេដើម្បីឲ្យខ្លួនឯងនេះគឺសោយសុខនៅលើទ្រព្យសម្បត្តិមហាសាលលោកខេមនីត្រូវបានគេរកឃើញថាមានទ្រព្យសម្បត្តិប្រមាណជា$200,000 លានសហរដ្ឋអាមេរិកបាទជាមួយនឹងមេដឹកនាំកម្ពុជាសុទ្ធសឹងតែជាសេដ្ឋីនិងមហាសេដ្ឋីដូចលោកផងដែរដូច្នេះការលើកឡើងអ្នកខ្លះថាអាមេរិកធ្វើឲ្យខូចសណ្ដាប់ធ្នាប់ពិភពលោកប៉ុន្តែទស្សនៈខ្ញុំថារយៈពេល75ឆ្នាំនេះដោយសារតែពិភពលោកគ្មានសណ្ដាប់ធ្នាប់ទើបសហរដ្ឋអាមេរិកចាប់ដើមរៀបចំសណ្ដាប់ធ្នាប់ឡើងវិញឃើញទេលោកត្រាំបានបង្កើតបាទក្រុមប្រឹក្សាសន្តិភាព Board of Peace ដើម្បីនឹងរៀបចំការបត់ច្បាស់នៅតំបន់កាហ្សាបាទដែលមានប្រទេសចូលរួមអញ្ជើញដោយលោកត្រាំផ្ទាល់ប្រមាណជា60ប្រទេសដោយផ្ទាល់នៅថ្ងៃទី1ហើយមានការប្រជុំដំបូងគេកាលពីថ្ងៃទី19ខែកុម្ភៈដើមឆ្នាំ2026នេះកម្ពុជាយើងក៏បានទៅចូលរួមផងដែរបាទនៅឯសហរដ្ឋអាមេរិក
នេះគឺជាសក្ខីភាពមួយបញ្ជាក់ថាអាមេរិកគឺជាប្រទេសមួយដែលមានភាពចាស់ទុំគ្រប់គ្រាន់នៅក្នុងការរៀបចំសណ្ដាប់ធ្នាប់ពិភពលោកយើងអាចពិចារណាហេតុផលងាយៗក៏បានដែរទោះបីជាត្រាំឡើងមកនេះធ្វើនិយាយថាយើងនិយាយថាបើសិនជាត្រាំធ្វើឲ្យខូចសណ្ដាប់ធ្នាប់ពិភពលោកទៅចុះប៉ុន្តែត្រាំនេះកាន់អំណាចបាទគឺមិនលើសពី3ឆ្នាំទៀតទេបាទមិនលើសពី3ឆ្នាំទៀតទេអញ្ចឹងទោះបីជាអាមេរិកធ្វើខុសយ៉ាងណាក៏ដោយបើសិនទេណាអញ្ចឹងក៏អាមេរិកមិនអាចធ្វើតាមលោកត្រាំនេះរហូតបានដែរពីព្រោះអាមេរិកគេកាន់លទ្ធិប្រជាធិបតេយ្យហើយអាណត្តិប្រធានាធិបតីមានតែ2អាណត្តិតែប៉ុណ្ណោះអញ្ចឹងលោកត្រាំមកនេះគឺមកលើកទី2ហើយចំនួនឆ្នាំដែលលោកនៅសល់រយៈពេល3ឆ្នាំទៀតអញ្ចឹងប្រធានាធិបតីមកលើក្រោយពួកគេនឹងធ្វើការជជែកគ្នាមិនឲ្យពិភពលោកដែលគេខំរៀបចំមកតាំងពីសង្គ្រាមលោកលើកទី2បានចប់ទៅនោះទៅជារញ៉េរញ៉ៃបានទេនេះខ្ញុំបាទចង់បើលើកឡើងនៅហេតុផលនិងតលហេកចំពោះអ្នកវិភាគណាដែលបាននិយាយថាអាមេរិកធ្វើឲ្យខូចសណ្ដាប់ធ្នាប់ទស្សនៈខ្ញុំបានន័យថារៀងមិនយល់ស្របទេទស្សនៈខ្ញុំគឺថាអាមេរិកគឺកំពុងតែរៀបចំសណ្ដាប់ធ្នាប់ឡើងវិញហើយយើងដឹងហើយថារបបផ្ដាច់ការនេះគឺតែងតែមានអំពើពុករលួយកាលណាអំពើពុករលួយអ្នកដែលរងគ្រោះមិនមែនជាមេដឹកនាំកម្ពុជាទេគឺជាប្រជាជនដែលរស់នៅប្រទេសនោះហើយភោគទ្រព្យដែលមាននៅក្នុងដីឬក៏រ៉ែផ្សេងៗនៅក្នុងប្រទេសនោះគឺជាបើកម្មសិទ្ធិរបស់មេដឹកនាំហេតុអីដូចបានជំរាបជូនចឹងកុម្មុយនីសគេកាន់អំណាចមិនមានកំណត់អាណត្តិទេបាទគឺលោកខេមនីនេះកាន់អំណាចជិត4ទសវត្សរ៍ទៅហើយដូច្នេះការកែរដ្ឋធម្មនុញ្ញការកែច្បាប់កម្លាំងមន្ត្រីទាហាននេះគឺស្ថិតនៅក្នុងកម្ដាប់ដៃរបស់លោកជារៀងរហូតមកគ្មានអ្នកណានិយាយបានទេហើយប្រទេសកុម្មុយនីសប្រទេសផ្ដាច់ការភាគច្រើនគឺសម្បូរទៅដោយ fake news ព័ត៌មានដែលបានផ្សាយចេញគឺមិនអាចយកជាការបានទេពីព្រោះថាព័ត៌មានផ្សាយចេញលុះត្រាតែឆ្លងកាត់មេដឹកនាំនៃរបបនោះនេះហើយដែលខ្ញុំបានលើកឡើងថាបងប្អូនខ្លះគាត់នៅតែមាននិន្នាការគ្រប់គ្រងអេរ៉ង់ទោះបីជាយើងមិនបានគេហៅថាមានទំនាក់ទំនងអ្វីដុំកំភួនជាមួយនឹងអេរ៉ង់ផងស្របពេលដែលមេដឹកនាំនៃរបបកម្ពុជាយើងក៏កំពុងតែព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកទៀតនេះក៏ចង់បង្ហាញទៅជ្រុងខ្លះទៅកាន់បងប្អូនដែលបានតាមដានទស្សនាព័ត៌មានពីខ្ញុំបាទក្តីឬក៏ពីអ្នកវិភាគផ្សេងៗក្តីយកទៅត្រិះរិះពិចារណាត្រង់ចំណុចនេះបាទហើយបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters នៅថ្ងៃនេះលោកបាទរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកពីធ្វើអេសេក៏បានចេញនៅវីដេអូក្នុងការបាញ់បាទគឺថាពន្លិចនាវាអ៊ីរ៉ង់មួយគ្រឿងបាទដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់80នាក់នេះបើតាមការចុះផ្សាយរបស់ប្រទេសស្រីលង្កាដែលបានស្រង់សពចេញពីនាវាចំនួន80នាក់ហើយប្រទេសស្រីលង្កានោះក៏បានជួយសង្គ្រោះអ្នកដែលរស់រានមានជីវិតពីនាវានេះចំនួន30នាក់ផងដែរកាលពីថ្ងៃទី5បាទខែមីនាម្សិលមិញនេះគឺជាការវិវត្តជុំវិញជ្រុងខ្លះនៃសង្គ្រាមដែលអាមេរិកបានចាប់ដើមវាយប្រហារទៅលើបាទគឺឈូងសមុទ្រអមូសគឺជាឈូងសមុទ្រមួយដ៏សំខាន់នៅក្នុងការចរាចរណ៍ពាណិជ្ជកម្មនៃតំបន់មជ្ឈមបូព៌ាបាទជាពិសេសប្រេងបាទសង្គ្រាមនៅអ៊ីរ៉ង់បាទគឺធ្វើឲ្យមានផលប៉ះពាល់នៃប្រេងចរាចរណ៍នៅលើពិភពលោក 20% ដូច្នេះតម្លៃប្រេងអាចនឹងមានការប្រែប្រួលឬក៏ឡើងថ្លៃក្នុងរយៈកាលដ៏ខ្លីខាងមុខនេះប្រសិនបើជាអាមេរិកមិនមានចំណាត់ការណាមួយឆ្លើយតបទេនោះយ៉ាងណាក៏ដោយបាទមកទល់នឹងមកនេះឃើញថាអ៊ីរ៉ង់នៅតែបន្តតដៃគ្នាហើយម្សិលមិញនេះមានការលូកដៃដោយចំហហើយកន្លងមកសង្គ្រាមនៅកាហ្សាប្រទេសលីបង់តែងតែមានក្រុមហេស្ប៊ូឡាប្លង់មីស៊ីលចូលដល់មកការដែរទៅកាន់ប្រទេសអ៊ីស្រាអែលប៉ុន្តែម្សិលមិញប្រទេសលីបង់បានប្រកាសបើកចំហហើយនឹងមានការវាយប្រហារដោយក្រុមហេស្ប៊ូឡាពីទឹកដីលីបង់ចូលទៅកាន់អ៊ីស្រាអែលដោយរកកែតដោយមីស៊ីលដ៏ច្រើនអញ្ចឹងខ្ញុំបាទក៏ធ្លាប់បញ្ជាក់នៅក្នុងវីដេអូមុនផងដែរនៅការវិភាគរបស់ខ្ញុំបាទនោះមូលហេតុអីបានអាមេរិកវាយប្រហារអ៊ីរ៉ង់នោះគឺនៅក្នុងមូលហេតុដែលតេតងជាមួយនឹង Board of Peace នឹងដែរប្រិមិត្តបាទដើម្បីបញ្ចប់សង្គ្រាមបានលុះត្រាតែទៅបោសសម្អាតអ្នកដែលផ្ដល់បាយផ្ដល់ទឹកដល់ក្រុមទូទៀមនៅក្នុងតំបន់មជ្ឈមបូព៌ាឬក៏ក្រុមចិញ្ចឹមភេរវករ
របបទីក្រុងតេរ៉ង់លោកខេមីនីនេះត្រូវបានគេរកឃើញថាគឺជារបបផលិតអាវុធបាទផលិតមីស៊ីលបាទហើយក៏ជារបបមួយចិញ្ចឹមក្រុមភេរវករផងដែរនៅតំបន់កាហ្សាគឺរបបទីក្រុងតេរ៉ង់បានផ្ដល់បាយផ្ដល់ទឹកទៅឲ្យក្រុមហាម៉ាស់ប៉ាឡេស្ទីនដែលបានប្រយុទ្ធតដៃជាមួយនឹងអ៊ីស្រាអែលកន្លងមកគឺសង់រួមក្រមដីនៅទីក្រុងកាហ្សាដោយកណ្ដុរអញ្ចឹងហេដ្ឋារចនាសម្ព័ន្ធនេះបើមិនមានលុយដូចច្រើនទេมันអាចសាងសង់បានទេអញ្ចឹងក៏គេរកឃើញថាគឺទីក្រុងតេរ៉ង់នេះគឺជាអ្នកផ្គត់ផ្គង់ឲ្យនៅក្នុងតំបន់កាហ្សាទៅឲ្យពួកហាម៉ាស់ប៉ាឡេស្ទីននៅមួយក្រុមទៀតនៅក្នុងប្រទេសលីបង់ដែលកំពុងតែផ្ទុះសង្គ្រាមចូលរួមជាមួយនឹងប្រទេសអារ៉ង់ហ្នឹងគឺក្រុមហេស្ប៊ូឡានេះក៏ជាអ្នកទំនុកបំរុងបង្កើតឡើងបង្វឹកក្រុមហេស្ប៊ូឡានៅក្នុងប្រទេសលីបង់ហ្នឹងមួយចំនួនផងដែរហើយមួយចំនួនទៀតគឺក្រុមឧទាមបាទគឺនៅក្នុងប្រទេសយេម៉ែនបាទក៏មានក្រុមឧទាមផងដែរបាទគឺរបបទីក្រុងតេរ៉ង់ក៏មានការចិញ្ចឹមបីបាច់នៅក្រុមឧទាមនៅក្នុងប្រទេសយេម៉ែនប្រិមិត្តគឺហ៊ូទីបាទក្រុមឧទាមហ៊ូទីនេះគឺជាក្រុមមួយដែលប្រកាន់យកគេហៅថាការចង្អុលបង្ហាញពីប្រទេសអារ៉ង់ផងដែរបាទហើយក៏តែងតែបង្កើតជាបញ្ហាផ្សេងអសន្តិសុខនៅក្នុងតំបន់ជ្រុងមួយទៀតក៏ចង់លើកឡើងបញ្ជាក់ផងដែរថានៅក្នុងតំបន់មជ្ឈមបូព៌ាបាទសង្គ្រាមដែលគេព្រួយបារម្ភនោះគឺមិនមែនសង្គ្រាមភូមិសាស្ត្រនយោបាយក៏មួយជ្រុងដែរប៉ុន្តែអ្វីដែលសំខាន់គឺសង្គ្រាមទាក់ទងជាមួយនឹងជំនឿសាសនាជ្រុលនិយមតំបន់ West Bank ក្តីនៅហាម៉ាស់នៅហាម៉ាស់ប៉ាឡេស្ទីនហ្នឹងគឺក្រុមដែលមានជំនឿសាសនាគ្រីស្ទៀនតែងតែរងទុក្ខបុកម្នេញជាមួយនឹងក្រុមអ៊ីស្លាមបាទអញ្ចឹងគឺក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីតគម្ពីរកូរ៉ាននេះតែងតែមានបទគេបញ្ញត្តិតឹងរឹងមែនទែនបាទគឺមាននិន្នាការនោះគឺដើម្បីនឹងគ្រប់គ្រងពិភពលោកទៀតផងនេះគឺជាមហិច្ឆតារបស់លោកអាយ៉ាតូឡាអាលីខាមេនីកន្លងទៅដែលលោកខិតខំចងក្រងគម្ពីរកូរ៉ាននោះបាទនេះគឺជាជ្រុងសំខាន់ហើយមកទល់នៅថ្ងៃទី6នៃខែ3នេះប្រិមិត្តក្រុមខឺតបាទសកម្មប្រយុទ្ធខឺតកន្លងទៅគឺជាក្រុមមួយដែលបានជួយសហរដ្ឋអាមេរិកនៅក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ាក់ផងដែរក្រុមខឺតនេះពួកគេអត់មានប្រទេសទេពួកគេជាក្រុមផ្ដាច់ខ្លួនដែលមានចំនួនរាប់សែននាក់ផងដែរប្រមាណជា30ទៅ40ម៉ឺននាក់ដែលពួកគេមានទាំងស្ត្រីមានទាំងបរិសុទ្ធពួកគេហាត់ធ្វើសង្គ្រាមនឹងតែម្ដងក៏បានចេញមកប្រកាសខ្លួនថានឹងចូលរួមជាមួយនឹងអាមេរិកដើម្បីធ្វើសង្គ្រាមជាមួយនឹងប្រទេសអារ៉ង់ទៀតផងបាទដូច្នេះសង្គ្រាមនៅប្រទេសអារ៉ង់នេះទីតាំងភូមិសាស្ត្រឃើញថាសន្តានដីនៃប្រទេសអារ៉ង់គឺព័ទ្ធទៅដោយភ្នំបើសិនជាធ្វើសង្គ្រាមបាញ់មីស៊ីលចូលនោះมันអាចបញ្ចប់ក្នុងពេលដ៏ខ្លីបានទេមានតែអាមេរិកនិងអ៊ីស្រាអែលមានកងទ័ពចូលទៅក្នុងទីក្រុងតេរ៉ង់បានហើយធ្វើសង្គ្រាមដូចនៅក្នុងតំបន់កាហ្សាស្ទ្រីបអញ្ចឹងខ្ញុំគិតថាលោកត្រាំបានប្រកាសពេលដែលផ្ដើមសង្គ្រាមថ្ងៃទី1នោះថាសង្គ្រាមអាចនឹងអូសបន្លាយរយៈពេលពី3ទៅ4សប្តាហ៍ឬក៏យូរជាងនេះដើម្បីបោសសម្អាតរបបទីក្រុងតេរ៉ង់នេះឲ្យដួលតែម្ដងប៉ុន្តែខ្ញុំគិតថានៅទីក្រុងតេរ៉ង់មានភាពស្មុគស្មាញជាងនិងលំបាកជាងនៅតំបន់កាហ្សាស្ទ្រីបទៅទៀតចាំមើលថាតើសង្គ្រាមនេះនឹងអូសបន្លាយរយៈពេលប៉ុណ្ណាគឺយើងមានតែតាមដានតទៅទៀតបាទអញ្ចឹងមហាអំណាចជាច្រើនក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះមូលដ្ឋានរបស់ខ្លួនដែលប្រទេសអារ៉ង់បានបាញ់មីស៊ីលទៅកាន់ពួកគេបាទអញ្ចឹងនេះគឺជាព្រឹត្តិការណ៍ប្រចាំថ្ងៃទី6ខែ3ដែលខ្ញុំបាទផាណាបានវិវត្តជូនលោកអ្នកតាមដាននៅសង្គ្រាមតំបន់មជ្ឈមបូព៌ាសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងប្រទេសអារ៉ង់ហើយសម្ព័ន្ធមិត្តផ្សេងៗក៏បានចូលរួមផងដែរ